ซุ่มจุนเหลืองเจ้าปนเมไดកាលពីព្រេងនាយក្នុងភូមិស្រែចំការមួយដ៏សុខសាន្តមានប្តីប្រពន្ធមួយគូពួកគាត់មានសេចក្តីស្រឡាញ់ចំពោះគ្នាយ៉ាងស្មោះស្ម័គ្រប៉ុន្តែមានក្តីប្រាថ្នាមួយមិនបានសម្រេចគឺពួកគេពុំទាន់មានកូនប្រុសស្រីនឹងគេនៅឡើយទេពួកគាត់បានបួងសួងដល់ទេវតាសូមឲ្យលោកប្រោសប្រទានបុត្រមួយអង្គដើម្បីជាចំណងដៃនៃជីវិតគូមិនយូរប៉ុន្មានទេពមាញឹកក៏បានសម្រេចពួកគាត់ក៏ទទួលបានបុត្រាមួយអង្គប៉ុន្តែពិតជាគួរឲ្យអស្ចារ្យកូនប្រុសនោះមានមាឌតូចណាស់តូចជាងក្មេងដទៃក្នុងភូមិអ្វីត្បិតតែមានមាឌតូចតែឪពុកម្ដាយនៅតែស្រឡាញ់ថ្នាក់ថ្នមឥតឧបមាហើយដាក់ឈ្មោះឲ្យថាចៅពុនមេដៃមើលចុះទោះបីជាមាឌល្អិតយ៉ាងនេះក្តីចៅពុនមេដៃពិតជាក្មេងមានប្រាជ្ញាវាងវៃខាងណាស់ចៅពុនមេដៃចេះនិយាយពាក្យប្រកបដោយអត្ថន័យនិងយល់ដឹងច្រើនជាងក្មេងឯទៀតក្នុងភូមិរាល់កាយវិការនិងពាក្យសម្ដីរបស់វាតែងតែនាំមកនូវភាពភ្ញាក់ផ្អើលដល់ឪពុកម្ដាយជានិច្ចចៅពុនមេដៃប្រៀបដូចជាពេជ្រដ៏មានតម្លៃនៅក្នុងចំណោមគ្រួតូចៗអ៊ីចឹងថ្ងៃមួយឪពុកបាននាំក្របីទៅភ្ជួរស្រែប៉ុន្តែក្របីនេះវាពិតជាខ្ជិលច្រអូសខ្លាំងណាស់ធ្វើឲ្យការងារយឺតយ៉ាវចៅពុនមេដៃឃើញដូច្នោះក៏ញញឹមហើយបានឡើងជិះលើខ្នងក្របីយ៉ាងរហ័សដោយប្រើល្បិចបន្តិចបន្តួចចាក់ត្រចៀកក្របីដោយចុងឈើមួយតូចក្របីភ្ញាក់ព្រើតហើយក៏ស្ទុះរត់ទៅភ្ជួរស្រែយ៉ាងលឿនដោយព្យុះក្រឡេកមកមើលឪពុកចាប់កាន់ម៉ាងគួលស្ទើរមិនចង់ជាប់ផងលុះដល់ថ្ងៃមួយទៀតឪពុកម្ដាយបានយកគោទៅលក់អេផ្សារចៅពុនមេដៃលួចចូលទៅពូនក្នុងកុនត្រាក់ដែលចងនៅចង្កេះរបស់ឪពុកវាប៉ុន្តែឪពុកម្ដាយរបស់ចៅពុនមេដៃជាមនុស្សស្លូតត្រង់ហើយឆោតបន្តិចក៏ត្រូវឈ្មួញគោបោកប្រាស់ចៅពុនមេដៃឃើញដូច្នោះវាត្រៀមខ្លួនជាស្រេចដើម្បីជួយសង្គ្រោះអ្នកមានគុណឈ្មួញគោបោកប្រាស់កំពុងប្រើល្បិចដោយប្រើថ្វាយមាត់និយាយមុខសាស្រាប់តែមានសំឡេងមួយគ្រហឹមចេញពីក្នុងកន្ត្រាក់ចៅពុនមេដៃបានស្រ័យបន្លំថាមានខ្មោចឡងហើយក៏បានស្ទុះចេញមកឈ្មួញគោគិតថាជាខ្មោចក៏ភ័យស្លន់ស្លោយ៉ាងខ្លាំងរត់បាត់ជើងសព្រាតបាត់អស់ក្រោយពីធ្វើការលក់ដូររួចហើយឪពុកម្ដាយចៅពុនមេដៃក៏បានត្រឡប់មកផ្ទះវិញដោយក្តីរីករាយចំណែកចៅពុនមេដៃវិញបន្តនៅក្នុងកន្ត្រាក់របស់ឪពុកវាដោយមានស្នាមញញឹមផងដែរកេតឈ្មោះនៃភាពឆ្លាតវៃរបស់ចៅពុនមេដៃបានល្បីល្បាញរន្ទឺរហូតដល់ព្រះបរមរាជវាំងនៅពេលដែលនគរទាំងមូលកំពុងភ័យតក់ស្លុតដោយសារយក្សកំណាចមកយាយីព្រះរាជាក៏ប្រកាសរកញាក់មានថ្វីដៃតែគ្មាននរណាក្លាហានហ៊ានចេញមុខឡើយស្រាប់តែរំពេចនោះចៅពុនមេដៃមាឌតូចតែចិត្តធំបានលេខមុខឡើងដោយអះអាងថានឹងកំចាត់យក្សនោះឲ្យបាននិយាយរួចចៅពុនមេដៃបានលាព្រះរាជាហើយធ្វើដំណើរទៅកាន់លើអាងយក្សដោយមិនខ្លាចញញើតតាមផ្លូវព្រៃភ្នំដ៏សែនលំបាកគាត់នៅតែដើរដោយភាពក្លាហាននិងរហ័សរហួនព្រោះគាត់មានអាវុធដ៏មុតស្រួចជាងដាវទៅទៀតនោះគឺប្រាជ្ញាវាងវៃពេលទៅដល់លើអាងងឹតយក្សដ៏ធំសម្ភពបានលេខមុខឡើងយក្សបានសើចចំអកឲ្យចៅពុនមេដៃដោយមើលងាយព្រោះឃើញថាមាឌតូចពេកប៉ុន្តែចៅពុនមេដៃបានឈរយ៉ាងអង្អាចហើយប្រកាសយ៉ាងច្បាស់លាស់ថាខ្ញុំមកទីនេះដើម្បីប្រកួតប្រជែងជាមួយលោកចៅពុនមេដៃក៏បានប្រើល្បិចបោកបញ្ឆោតថាខ្លួនមានកម្លាំងខ្លាំងរហូតដល់អាចច្របាច់ទឹកចេញពីដុំថ្មបាននិយាយចប់ចៅពុនមេដៃបានយកថ្មមួយដុំដែលប្រើដីអាត់លាយជាមួយនឹងទឹកធ្វើពុតជាច្របាច់ភ្លាមនេះទឹកក៏ហូរចេញមកយក្សឃើញដូច្នោះក៏ទាញយកថ្មមួយដុំធំសាកលបងច្របាច់ដែរអូយក្សខំប្រឹងប្រែងកម្លាំងអស់ពីខ្លួនរហូតដល់បែកញើសជោកតែថ្មនៅតែមិនមានទឹកចេញមកនោះទេក្រៅពីញើសរបស់យក្សដែលស្រក់ហូរស្រេចលើថ្មយក្សឃើញដូច្នោះក៏ភ័យស្លន់ស្លោជាខ្លាំងព្រោះគិតថាចៅពុនមេដៃពិតជាមានមហិទ្ធិឫទ្ធិមែនទីបំផុតយក្សក៏បានលុតចង្កុនចុះចាញ់ហើយសងធ្វើជាខ្ញុំបំរើរបស់ចៅពុនមេដៃមើលចុះយក្សដ៏កាចសាហាវក៏คล้ายទៅជាអ្នកបំរើដ៏ស្លូតត្រង់តាំងពីពេលនោះមកចៅពុនមេដៃបាននាំយក្សទៅថ្វាយព្រះរាជាហើយព្រះរាជាក៏កោតសរសើរអរភាពក្លាហាននិងប្រាជ្ញាវាងវៃរបស់គាត់ក៏បានប្រោសព្រះរាជទានមាសប៉ែកៅកងត្បួងរំលេចព័ត៌មានតំណែងឲ្យទៅចៅពុនមេដៃជារង្វាន់
ជីវិតរបស់ចៅពុនមេដៃនិងឪពុកម្ដាយក៏បានប្រែប្រួលពីភាពក្រីក្រទៅជាភាពសុខសាន្តត្រាណនិងបរិបូរណ៍ដោយក្តីសុខរហូតតទៅចៅពុនមេដៃមៀតតូចប៉ុន្តែគាត់គឺជាវីរបុរសដ៏ធំធេងនៅក្នុងចិត្តអ្នករាល់គ្នាដូច្នេះហើយរឿងចៅពុនមេដៃបានបង្ហាញឲ្យយើងដឹងថាមិនថាខ្លួនយើងតូចឬធំនោះទេអ្វីដែលសំខាន់បំផុតសម្រាប់ជីវិតគឺប្រាជ្ញាស្មារតីវាងវៃនិងភាពក្លាហានរបស់ទាំង3នេះហើយដែលអាចជួយយើងឲ្យយកឈ្នះលើឧបសគ្គធំៗក្នុងជីវិតបានសូមអរគុណសម្រាប់ការទស្សនារាត្រីសួស្តី